รื่องស្អាតជំពប់លើភាគពីរបើសិនជាគេកើតអីទៅយើងគិតយ៉ាងម៉េចទៅភ័យក្រឡេកមកមើលបន្ទប់ពេទ្យលោកគ្រូពេទ្យហើយគេម្នាក់ហ្នឹងកើតអីអត់ហ្នឹងគេមិនកើតអីទេគ្រាន់តែបែកក្បាលបន្តិចហ្នឹងឃើញគេម្នាក់ហ្នឹងត្រូវឡានបុកហើយមិនត្រូវបែកក្បាលតាមបន្តិចអញ្ចឹងលោកគ្រូពេទ្យអ្នកគ្រូពេទ្យឯងមកសួរខ្ញុំមិនដឹងតែឥឡូវបានណាទៅប្រាប់គេឲ្យថាអ្នកជំងឺអាចចេញបានហើយចាលោកគ្រូពេទ្យបាត់អាកូននឹងណានេះសោះអាកូននិយាយថាអ្នកជំងឺអាចចេញវិញបានហើយតែមើលអ្នកជំងឺរួចផុតពីគ្រោះថ្នាក់អីគ្រាន់តែបែកក្បាលបន្តិចទេមិនអីទេតែមើលអ្នកជំងឺវិញអាកូនអត់អីទេគ្នាគ្រាន់តែបែកក្បាលបន្តិចសោះតែមើលសិនអូយសំណាងឲ្យនាងកើតអីគ្រាន់តែបែកក្បាលបន្តិចភ័យចងប់នេះអ្នកគ្រូពេទ្យនិយាយថានាងមិនអត់ទាន់ងើបពីស្លាប់ចឹងអត់អីទេទីទៀតមីកូននឹងងើបឡើងហើយដោយសារតាត្រូវថ្នាំស្ពឹកបន្តិចហ៎មិនញ៉ាំមិននៅនឹងវិញញ៉ាំមិននៅនឹងវិញខ្ញុំចាំមិនថាមិនអីគេចូលភ្នែកខ្ញុំហើយខ្ញុំពងតដាសុកណាមីកូនឯងត្រូវឡានបុកហើយស្លាប់ហើយបានគេយកមកពេទ្យចឹងហើយបាទហ្នឹងហើយពិតមែនហើយត្រូវឡានបុកហើយស្លាប់24ម៉ោងយីពាក់មកខ្មៅឲ្យខ្ញុំសុំទោសខ្ញុំជិះឡានអត់បានប្រយ័ត្នក៏បុកយីពាក់ឯងហ្មងទៅហើយភ្នែកអាប្រប៉ឆ្កែឯងហ្នឹងទុកនៅណាបានជិះឡានមកបុកខ្ញុំចឹងធន់ឈប់ណាស់លុយលោកគ្រូពេទ្យអ្នកគ្រូពេទ្យអញ្ចឹងខ្ញុំទៅសិនហើយអូនសុខសប្បាយមែនហើយអូនសុខសប្បាយបាទឈប់ចង់ទៅណាចាំខ្ញុំយកឡានមកដប់នៅដល់សិនហើយឈប់ឈឹកបានហើយទៅខ្ញុំសុំទោសខ្ញុំអ្នកខុសមកយីពេកមកខ្មៅជាខ្ញុំជូនទៅផ្ទះមិនឡើងឡានមកនៅឈរនៅនឹងកើតទៀតមកកុំកាន់ដៃមើលដឹងអង្គុយលើឡានខ្ញុំអត់មានផោមដាក់ឡានខ្ញុំទេណាខ្លាចស្អុយមុខអញ្ចឹងអីចាស់ខ្ញុំផោមនឹងស្អុយប៉ុណ្ណាខ្ញុំនិយាយតន់ផាត់ពីមាត់ផងហ្នឹងណាផោមអត់ហើយធ្វើមិនដល់តុំជាប់ហ្នឹងមែនទេយីពេឯងចាហ្នឹងហើយចាស់ខ្ញុំមកណែនិយាយសំតែសួរបួតិចមកគ្មានអារម្មណ៍និយាយជាមួយយីពេមកខ្មៅតែមានអីធ្វើចរិតអញ្ចឹងទៅគួរឲ្យស្រឡាញ់យ៉ាងមែនតារមកឃ្លាំងធំមកផាត់អីតិចផាត់កាហ្វេបន្តិចសិនកាហ្វេនេះឆ្ងាញ់ណាស់នេះលឺថាថ្ងៃនោះអាសុកវ៉ាន់វាឈឺហើយហៅទៅលេងសិនអត់ទាន់ចេះស៊ីម៉ូតូអើយឆ្លាក់ក្លុកអើយធ្វើមកតែនេះឡើងកើតទេជីកាំងហ្មងឡើងកើតផងមកដល់ទេហើយតាសង្ស័យតាសុកវ៉ាន់នៅពេទ្យទេហ្នឹងវាជាអត់ស្ងាត់មនុស្សអាសុកវ៉ាន់អាសុកវ៉ាន់នឹងសោះអាសុកវ៉ាន់ចាណាទេមួយតាស្នាតានឹងគេមហៅអីមកចូលលេងសិនណាមួយចាហើយមហៅអីចឹងចាអញលើថាឯងឈឺហើយឡានបុកមិននោះហើយមកអីត្រូវអរគុណហើយបានសួរសឹកទុកតែបែររត់ហ្នឹងណាវាជាឡានធ្លុះមកចេះមកបុកអញហ្នឹងហើយមកចៃក្បាលអីនោះជាសពគ្រប់អស់យើងជាសពគ្រប់អស់ហើយអីណាតោះនិយាយដើមគេតាហើយមកខាងហ្នឹងមកពងនឹងជួយសោជួយគេណោះដូចជាខាងហ្នឹងនៅកំមកមកស្គាល់ទៅគេថាទៅគេទៅ